online របស់យើងនេះគឺយើងចង់បង្ហាញនៅកីឡាហែលបងប្អូនប្រជាពលរដ្ឋដែលយើងនៅក្នុងវីក្លឹបទីតាំងនៅខាងមានជ័យណាទាំងអស់គ្នាហើយឥឡូវនេះគឺខាង admin ក៏ចង់បង្ហាញនៅតើបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកហាត់ប្រាណក៏ដូចជាកីឡាហែលនៅទីតាំងមួយនេះទទួលបានសុខភាពរឹងមាំណាស់នោះឥឡូវក៏អ្នកដែលគាត់ជាអ្នកដែលគ្រប់គ្រងនៅទីតាំងក្លឹបនេះផ្ទាល់តែម្ដងតោះឥឡូវទៅជួបមួយគាត់ជាមួយអ្នកនរគ្នាមកជិះសុំបងបាទសួរបងអាចនឹងណែនាំបន្តិចបានទេថាតើមានឈ្មោះអ្វីហើយសប្តាហ៍ថ្ងៃបងមានចង់និយាយថាផ្នែកបងមានផ្នែកអីគេដែរនៅទីតាំងមួយនេះអូខេអ្នកស៊ូបងខ្ញុំឈ្មោះសុពេជ្រហើយខ្ញុំជាគ្រប់គ្រងនៅក្នុងក្លឹបហែទឹក Weekend Fit នេះហើយបច្ចុប្បន្នយើងមាន4សាខាដែលមាននៅសាខាបរិយាពេញហួតស្ទឹងមានជ័យទីតាំងនេះផ្ទាល់បរិយាពេញហួតលើផ្លូវជាសភារាជិតសួងដែនដីបរិយាពេញហួតចិត្តអ៊ីអន2លើផ្លូវមុខនធីហើយនិងបរិយាពេញហួតនៅខាងបឹងស្នោហើយក្លឹប Weekend Fit នេះយើងបង្កើតមកវាចូល2ឆ្នាំហើយយើងទទួលបានកូនសិស្សចូល10000នាក់ជាងដែរបើយើងតូតាល់ទៅអញ្ចឹងណាព្រោះនៅនេះពីច្រើនយើងរៀនយើងមានវគ្គរបស់វាដែរអញ្ចឹងពិតជាផ្លាស់ខ្លាំងមែនទែនអ្នកទាំងអស់គ្នាត្រឹមតែរយៈពេល2ឆ្នាំនៅ Weekend Fit នេះគឺទទួលបានចូលរួមវឹកហាត់រហូតដល់ជា10000នាក់ដោយតាមការបញ្ជាក់របស់បងអញ្ចឹងហើយចង់ថាតើអ្នកនេះតើបងអាចប្រាប់ថាតើមានចន្លោះអាយុពីក្នុងកម្រិតណាដែរជាភាគច្រើនគឺក្មេងពីអាយុ2ឆ្នាំដល់15ឆ្នាំគឺសម្បូរច្រើនមែនតើស្ទើរតែ60ទៅ70%នៃចំនួនអតិថិជនដែលមករៀនកាយយើងហើយចាស់គឺយើងទៅទទួលបានចុងក្រោយប្រហែលជា3-4ខែចុងក្រោយនេះទេដោយសារតែយើងវិវត្តអំពីចាស់លើផ្នែកសុខភាពព្រោះចាស់ដែលមកកន្លែងពួកយើងគឺភាគច្រើនគឺគាត់មានបញ្ហាសរសៃមានបញ្ហាចង្កេះមានបញ្ហាជំងឺទៀននេះឬក៏គាត់មានបញ្ហាការគេងអត់លក់នឹងគឺគាត់ជ្រើសរើសយកអាកីឡាហែលទឹកជាផ្នែករបស់គាត់ព្រោះធម្មតាបងសម័យមើលនៅពេលគាត់ហាត់ប្រាណយូរទៅអាចជង្គង់របស់គាត់មានបញ្ហាសន្លាក់វិញអញ្ចឹងដល់ពេលគាត់ហែលទឹកវាបែរជាធូរស្រាលគាត់ច្រើនហើយមិនមែនយើងធ្វើទៅអត់មានសុខភាពទេគឺយើងទៅសម្ភាសអតិថិជនដែលជាអ៊ំចាស់ហ្នឹងគឺគាត់ឆ្លោយបែបហ្នឹងហើយបងដឹងទេថាពីច្រើនពេទ្យដែលគាត់រីកមិនចាស់គឺមកទឹកអញ្ចឹងបានយើងអាចបន្តបានអតិថិជនហ្នឹងគឺចាស់មកហែកន្លែងយើងច្រើនចង់ស្ទើរហែកជាមួយនឹងកូនក្មេងណានៅហ្នឹងយើងទទួលពីអាយុ3ឆ្នាំឡើងទៅអញ្ចឹងបាទចង់ដឹងថាតើចំពោះបងប្អូនប្រជាពលរដ្ឋដែលគាត់ជ្រើសរើសក្លឹបរបស់បងនេះថាតើគាត់បាននិយាយថាមានអាយុចន្លោះពីប៉ុណ្ណឹងប៉ុន្តែចំពោះបងបានបញ្ជាក់ចាស់គាត់សុខភាពចុះចំណែកក្មេងៗវិញថាតើគាត់បានគិតទៅលើអីគេដែលគាត់មកជ្រើសរើសនៅកីឡាហែលទឹកនេះអូខេបើក្មេងគឺគាត់អត់មានគិតអីទេដោយសារគាត់ក្មេងគាត់ជួយអីដែលសប្បាយអញ្ចឹងហើយទឹកជាមួយនឹងក្មេងនោះគឺវាស៊ីសង្វាក់ខ្លាំងមែនទែនឲ្យយើងប្រហែលក្មេងចុះទឹកហើយតែដល់ពេលអញ្ចឹងបានយើងត្រូវការអាណាព្យាបាលនោះដែលគាត់យល់ដឹងគាត់ចាប់បានឃើញមួយរយៈកាលក្រោយនោះមានការលងទឹកច្រើនដល់ពេលអញ្ចឹងគាត់ខ្លាចកូនគាត់ពេលគាត់ប្រហែលណាមួយគាត់ប្រឡាក់គឺត្រូវបានបាត់បង់ជីវិតអញ្ចឹងគាត់ខ្លាចជាមួយនឹងរឿងហ្នឹងក៏គាត់បានជូនកូនមកកន្លែងយើងអញ្ចឹងទៅហើយដូចខ្ញុំបញ្ជាក់ពួកខ្ញុំពីដើមមកយើងមានបេសកកម្មមួយដើម្បីបង្កើតក្លឹបហ្នឹងយើងមានបេសកកម្មមួយគឺកាត់បន្ថយកុមារលងទឹកនៅកម្ពុជាតាមទៅបានអានេះគឺជាបេសកកម្មធំពួកខ្ញុំមកហើយមុននឹងខ្ញុំបង្កើតហ្នឹងដោយសារតែខ្ញុំផ្ទាល់គឺខ្ញុំបានអ្នកជនបទដែរខ្ញុំអ្នកខេត្តហើយខ្ញុំអាសាឃើញអ្នកដែលលងទឹកហើយឃើញសោកនាដកម្មហ្នឹងទៅវាប៉ះពាល់ដល់អារម្មណ៍ខ្ញុំមែនទែនដែលគាត់ត្រូវបានបាត់បង់កូនមួយយើងមើលចិញ្ចឹមបានប្រប៉ុណ្្នឹងតើចំណាយឲ្យខ្លះពេលវេលាក្តីស្រឡាញ់ចុងក្រោយបែរជាបាត់បង់ព្រោះតែការធ្វើដែរឃាតកុំមួយយើងអត់អាចធ្វើប្រហែលមួយវាបានទេដល់ពេលអញ្ចឹងក៏ខ្ញុំចាប់តាមប្រមូលគ្រូខ្ញុំដែលជាអ្នកជំនាញហែលទឹកមកក៏យើងដាក់បេសកកម្មរួមគ្នាមួយគឺកាត់បន្ថយកុមារលងទឹកនៅកម្ពុជាតាមដែលអាចធ្វើបានហើយដល់ពេលយើងធ្វើបានជោគជ័យមួយឆ្នាំកន្លះបាទយើងសិក្សាទៅយើងឃើញថាចាស់ក៏គាត់ជាផ្នែកមួយនៃកីឡាហែលទឹកដែរអញ្ចឹងក៏យើងវិវត្តទៅម្ដងទៀតគឺជួយសុខភាពទៅលើអ៊ំចាស់ដែលខ្ញុំបញ្ជាក់ទៅលើការគេងទៅលើតសៃតសងជំងឺលៀននេះចង្កេះចង្គង់ជាដើមអញ្ចឹងទៅអញ្ចឹងយើងបានវិវត្តពីមួយដំណាក់កាលទៅមួយដំណាក់កាលអូខេបងអរគុណសម្រាប់ការបកស្រាយរបស់
បាយឥឡូវនេះខ្ញុំចង់ឲ្យបងជួយណែនាំនៅទីតាំងផ្ទាល់តើបងមានអីគេខ្លះដែរសម្រាប់ការបង្ហាញចែកជូនដើម្បីឲ្យអ្នកដែលកំពុងតែទស្សនាបានដឹងបងយើងអាចនឹងដើរទៅមកផ្ទះបានបងអូខេទីតាំងធំទលាយខ្លាំងមែនទែនអ្នកនរគ្នាហើយឥឡូវនេះគឺមកដល់កន្លែងដែលហែកទឹកអូទទួលបានការចាប់អារម្មណ៍ច្រើនណាស់បងដល់ពីបានស្តែធំពេលស្មានបងដល់ជាភាគច្រើនចាំសុខសបោអ៊ំដែលគាត់រៀងចំណាស់សៅរ៍អាទិត្យសបោក្មេងៗដោយសារក្មេងៗគឺគាត់រៀនថ្ងៃច័ន្ទសុក្រភាគច្រើនដល់ពេលអញ្ចឹងគាត់ជ្រើសរើសថ្នាក់សៅរ៍អាទិត្យព្រោះយើងមាន schedule បត់បែនច័ន្ទសុក្រហើយនិងសៅរ៍អាទិត្យបើច័ន្ទសុក្រភាគច្រើនគឺសបោអ៊ំចាស់ដែលគាត់មកហែដែលមានបញ្ហាសុខភាពដូចខ្ញុំបញ្ជាក់អញ្ចឹងហើយបើសៅរ៍អាទិត្យវិញគឺណែនអាងច្រើនក្មេងៗមកពេញនឹងតម្រូវបាទពួកគាត់មានតែពេលសៅរ៍អាទិត្យហ្នឹងឯងដែលតនេពីការសិក្សារបស់គាត់អញ្ចឹងណាហើយបញ្ជាក់ដែរថាកីឡាហែលទឹកហ្នឹងគឺវាអត់ពិបាកក្នុងការរៀនទេវាស្រួលមែនទែនតែការទឹកនិចនិងបច្ចេកទេសខ្ពស់ព្រោះក្មេងខ្លះគាត់ខ្លាចទឹកហើយយើងទៅបង្ខំគាត់រៀនមិនកើតតតែគ្រូនឹងមានតាក់ទិចមានបច្ចេកទេសនាំគាត់លេខប្រវែដានបង្ខំខ្លះអីខ្លះអញ្ចឹងណាអញ្ចឹងបានយើងអាចប្រហាត់ពួកគាត់ចេះអញ្ចឹងហើយហើយចង់ដឹងថាតើបងអាចប្រាប់បានទេថាតើតិចនិចនៅក្នុងការបង្រៀននឹងយ៉ាងម៉េចដែរចំពោះក្មេងៗព្រោះអីដូចបងដឹងស្រាប់ហើយថាតើពួកគាត់ពេលខ្លះក្មេងខ្លះគាត់ចង់រៀនអូខេគាត់អាចនឹងស្ដាប់យើងប៉ុន្តែជាក់ស្ដែងក្មេងខ្លះគាត់ពិបាកក្នុងការរៀនអញ្ចឹងតើបងមានតិចនិចវិធីសាស្ត្របែបណាដែរដើម្បីបង្រៀនពួកគាត់នៅនេះបើសិនជាប៉ះក្មេងស្រួលហ្មងជាពាក្យច្រើនតែមកវគ្គគឺចេះហែប្រយតែម្ដងអញ្ចឹងណាតែបើប៉ះដែលក្មេងគាត់ខ្លាចទឹកក្មេងដែល nervous មានន័យថាក្មេងមកប្រភេទទៀតបងគឺគាត់ធ្លាប់ឆ្លក់ទឹកពីដើមមានន័យថាគាត់ធ្លាប់ទៅលេងជាមួយអាណាព្យាបាលគាត់ហើយគាត់ឆ្លក់ដល់ពេលគាត់ឆ្លក់ទៅអានឹងវាដូចជាសមោលមួយដែលខំគាត់អញ្ចឹងដល់ពេលកន្លែងទឹកគាត់ភ័យគាត់យំយកបណ្ដោយដល់ពេលអញ្ចឹងគ្រូគឺគាត់ត្រូវដើរតួនាទីមួយពេលហ្នឹងគឺគាត់ខ្លាចជាគ្រូរៀនហើយត្រូវ make friend មួយពួកគាត់ឲ្យដូចពូម៉ាក់សិនអញ្ចឹងគាត់ចាប់ផ្ដើមអីគេជីកគាត់ teacher គោះជើងចាប់ផ្ដើមរាវមឹកគាត់ដាក់មឹកដាក់អីរាវនៅក្នុងទឹកអីអញ្ចឹងណាគាត់បង្កើតសកម្មភាពណាប្លែកទៅមិនឲ្យក្មេងនោះវាសប្បាយវា enjoy អញ្ចឹងទៅថែបន្តមកបងបំផុតគឺគាត់ចាប់ផ្ដើមបង្ហាត់ទៅលើការដង្ហើមព្រោះដង្ហើមបានធ្វើឲ្យក្មេងវាអត់អាចឆ្លក់អញ្ចឹងបើសិនតែគាត់អត់ប្រហាត់ដង្ហើមទេគាត់ចាប់ផ្ដើមប្រហាត់កាត់មកក្មេងហ្នឹងគឺគាត់នឹងឆ្លក់ឲ្យគាត់ជប់រៀនមកយើងហើយអញ្ចឹងដំបូងគាត់ធ្វើឲ្យក្មេងសប្បាយក្មេងរីករាយជាមួយយើងតាមរយៈការបង្កើតអបយក្សសិនបានគាត់ចាប់ផ្ដើមប្រហាត់ម្ដងតិចបជ្រាបទៅតែបើសួរថាប្រសិទ្ធភាពបើព្រៀបមួយក្មេងអត់ខ្លាចទឹកប្រកបឲ្យក្មេងអត់ខ្លាចទឹកដាក់ទៅវាចេះលឿនហើយអញ្ចឹងណាតែមួយវគ្គគឺប្រយហើយបើក្មេងតែគាត់ខ្លាចទឹកភាគច្រើនគឺ2វគ្គបានគាត់ចេះអញ្ចឹងណាវារៀងមានរយៈពេលខុសគ្នាបន្តិចបាទដឹងថាតើការបង្រៀនចំពោះកីឡាហែលទឹកនេះតើមានប្រមាណវគ្គដែរនៅក្នុងក្លឹបបងនៅនេះគឺយើងមាន4វគ្គអញ្ចឹងណាយើងមានវគ្គដំបូងគឺជាវគ្គ basic survival សម្រាប់ក្មេងៗដែលគាត់រៀននឹងដើម្បីមកជួយសង្គ្រោះខ្លួនឯងបានអញ្ចឹងណាវគ្គទី2គឺជាវគ្គក្បាច់ដែលគាត់ចាប់ផ្ដើមរៀនក្បាច់ដូចជាហ្នឹងយើងមានក្បាច់សេរីក្បាច់ហែបផ្ងាចក្រណូតរបស់យើងហ្នឹងហើយក្បាច់អង្កែប frog style ហើយនិងក្បាច់មួយទៀតគឺ butterfly ភាគច្រើនគឺគេប្រើប្រព័ន្ធក្បាច់នឹង4ហ្នឹងអញ្ចឹងណាទៅតាមចំណង់ចំណូលចិត្តនៃក្មេងដែលគាត់ចង់រៀនហើយដល់ពេលវគ្គទី3វគ្គទី4ហ្នឹងគឺជាវគ្គដែលយើងត្រៀមសម្រាប់ការប្រកួតណាមួយហ្នឹងនៅកន្លែងយើងមាន4ទី1គឺយើងបង្រៀនទី2គឺយើងចែករំលែកហើយនឹងទី3គឺយើងផ្ដោតទៅលើសុខភាពមានន័យថាការព្យាបាលហើយនឹងទី4យើងផ្ដោតទៅលើការប្រកួតការបង្រៀនដូចយើងឃើញអញ្ចឹងគឺទិដ្ឋភាពគ្រូគាត់បានបង្រៀនកូនសិស្សច្រើនហើយដល់ពេលពាក់ព័ន្ធនឹងចែករំលែកគឺយើងតែងតែធ្វើ content អប់រំពាក់ព័ន្ធជាមួយនឹងការហែទឹកតើហែទឹកយើងត្រូវប្រើក្បាច់អីគេត្រូវសម្អាតខ្លួនបែបម៉េចឬក៏ពាក់ព័ន្ធជាមួយនឹងតើយើងជួយសង្គ្រោះខ្លួនឯងបែបម៉េចទៅពេលដែលលងភ្លាមអញ្ចឹងណាអានេះជាការចែករំលែកលើ social media បើយើងអត់ការព្យាបាលដូចយើងដឹងអញ្ចឹងអ៊ំចាស់ដែលគាត់មានបញ្ហាជំងឺបញ្ហាការគេងការអីហ្នឹងគឺភាគច្រើនគឺគាត់មកកន្លែងយើងត្រូវបានដោះស្រាយច្រើនមែនតើហើយបច្ចុប្បន្នក៏យើងសហការជាមួយនឹងខាងពេទ្យដែលគាត់ទៅស័យខាងពេទ្យដែលគាត់មានជំនាញច្បាស់លាស់បើសិនតែគាត់នៅក្នុងដំណាក់កាលយ៉ាងធ្ងន់ធ្ងរយើងលើកទឹកចិត្តឲ្យគាត់ទៅពិគ្រោះមួយពេទ្យសិនដល់ពេលដល់ដំណាក់កាលរៀងពេទ្យគាត់អូខេជាមួយយើងហើយបានបញ្ជូនគាត់មកកន្លែងពួកយើងមានទៅមានមកដែរអញ្ចឹងយើងមានក្រុមបច្ចេកទេសមួយខាងក្រុមគ្រូពេទ្យដែលគាត់មានវិជ្ជាជីវៈច្បាស់លាស់ក្នុងការជួយគ្នាទៅលើរឿងហ្នឹងអញ្ចឹងណាហើយកន្លែងខ្ញុំរយៈពេល6ខែម្ដងគឺយើងមានការប្រកួតហើយតាមសាខាហ្នឹងយើងបូកចូលគ្នាមកគឺយើងប្រកួតហែទុំគ្នាដែរវាមិនមែនជាការប្រកួតពណ៌តបានណាមេដៃអីណាណីទេតែវាជាការប្រកួតមួយក្នុងការលើកទឹកចិត្តឲ្យក្មេងគាត់ហ៊ាន challenge ព្រោះពេលហ្នឹងមានអាណាព្យាបាលច្រើនណាចូលចិត្ត300-400នាក់ឲ្យកូនក្មេង100នាក់យើងសម័យមើលតើសំលេងហូសំលេងជ្រាវ
វាពុះកជ្រោកម្រិតណាអញ្ចឹងណាតែយើងនៅតែលើកទឹកចិត្តឲ្យអាណាព្យាបាលនាំពួកគាត់មកដើម្បីបង្កើតក្តីស្រឡាញ់ដើម្បីឲ្យហ៊ាន challenge ជាមួយនឹងរឿងទាំងអស់ហ្នឹងអញ្ចឹងណាបាទ ហ្នឹងហើយអរគុណច្រើនណាស់អរគុណច្រើនចំពោះការផ្ដល់បទសម្ភាសន៍ក៏ដូចជាចែករំលែកនៅបទពិសោធន៍ចំពោះទីតាំងខាងបងផ្ទាល់ចាំមើលខ្ញុំនឹងបង្ហាញពីទស្សនវិជ្ជាទូទៅថាតើនៅក្នុងទីតាំងក្លឹបបងនេះថាតើមានអីខ្លះហើយយើងនឹងជួបបើទៀតទៅអាចនឹងជួបជាមួយនឹងគ្រូបង្វឹកផ្ទាល់ថាតើគាត់មានបទពិសោធន៍យ៉ាងម៉េចដើម្បីចែករំលែកទៅដល់អ្នកដែលកំពុងតែទស្សនារបស់យើងដែរអរគុណច្រើនណាស់បងណាអរគុណច្រើនបាទបងបាទអូខេដល់យ៉ាងម៉េច Facebook មើលមើលចេញហើយទៅយើងបាញ់សិនអត់សុភាបងហើយសិនចោះ yes ចាំដល់ពេលដែលត្រូវការចាំយូរហ្នឹងហើយយ៉ាងមិនដែរអ្នកទាំងអស់គ្នាបន្ទាប់ពីបានស្ដាប់នៅការចែករំលែកបទពិសោធន៍ក៏ដូចជាចែករំលែកនៅការយល់ឃើញក៏ដូចជាចែករំលែកនៅទីតាំងផ្ទាល់របស់អ្នកគ្រប់គ្រងនៅក្នុង Weekend Fit ដែលស្ថិតនៅក្នុងស្ទឹងមានជ័យនេះព្រោះដោយសារតែនៅក្លឹបមួយនេះគឺទទួលបាននៃការគ្រប់គ្រងខ្លាំងមែនទែនពីប្រជាពលរដ្ឋដែលគាត់ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យនេះផ្ទាល់ក៏ដូចជានៅតាមបណ្ដាខណ្ឌនីមួយៗពីពួកឯកសារតែយើងឃើញថាបើតាមការបញ្ជាក់ពីអ្នកគ្រប់គ្រងអំបញ្ញមិញគាត់បានបញ្ជាក់ថានៅទីតាំងមួយនេះគឺបើសិនជាថ្ងៃដែលច័ន្ទគៀបពហុច័ន្ទទៅដល់ថ្ងៃសុក្រគឺមិនសូវជាមានបងប្អូនប្រជាពលរដ្ឋគាត់មកហើយច្រើនទេប៉ុន្តែនៅថ្ងៃសៅរ៍ថ្ងៃអាទិត្យគឺទទួលបានច្រើនព្រោះដោយសារតែជាថ្ងៃដែលចុងសប្តាហ៍ផងហើយក៏ថ្ងៃដែលបងប្អូនប្រជាពលរដ្ឋយើងជប់សម្រាប់ផងដូច្នេះនៅល្ងាចនេះគឺឃើញមានប្រជាពលរដ្ឋតិចតួចមែនប៉ុន្តែគាត់ក៏បានចែករំលែកនៅសុខភាពក៏ដូចជាបទពិសោធន៍របស់គាត់ផ្ទាល់ដែលក្នុងនាមជាអ្នកគ្រប់គ្រងគឺគាត់ទទួលបានពីអ្នកដែលគាត់មកវឹកហាត់ក៏ដូចជាមកលេងកីឡាហែលទឹកនៅទីនេះផ្ទាល់ដូច្នេះដូចយើងដឹងស្រាប់ហើយថាឥឡូវនេះគឺបងប្អូនប្រជាពលរដ្ឋដែលមានវ័យចំណាស់គឺគាត់តែងតែមាននៅសុខភាពមិនល្អដូចជាការរោគចង្កេះផ្នែកឆ្អឹងឬក៏ផ្នែកត្រគាកឬក៏ផ្នែកអីអញ្ចឹងណាប៉ុន្តែនៅពេលដែលគាត់បានមកជ្រើសរើសនៅកីឡាហែលទឹកមួយនេះគឺធ្វើគាត់បានធូរស្រាលដែលជាហេតុមួយគាត់ទទួលបាននៅការគ្រប់គ្រងច្រើនចំពោះការជ្រើសរើសយកនៅកីឡាហែលទឹកនេះពីពួកឯកសារតែយើងដឹងហើយថាកីឡារបស់ខ្មែរក៏ដូចជាកីឡាជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាគឺមានកីឡាជាច្រើនប្រភេទដែលយើងអាចនឹងលេងនៅពេលដែលឈប់សម្រាកក៏ដូចជាការកំសាន្តផ្សេងដូចជាការរត់ការដើរឬការហាត់នៅតាមក្លឹបនានាប៉ុន្តែនៅក្នុងក្លឹប Weekend Fit នេះគាត់បានបញ្ជាក់ឲ្យថាមានប្រជាជនមួយចំនួនធំដែលគាត់បានជ្រើសរើសនៅប្រភេទកីឡាហែលទឹកនេះពីព្រោះឯកសារតែជួយដល់សុខភាពរបស់គាត់បានច្រើនបាច់ហើយ
ยังไม่ได้ในแต่ออกนี่ได้กับปุงได้ตุสนานในการไล่บอกถนอดไล่ยังขยมให้ตาสลับสำเร็จให้ชาวบ้านเนอบ้านชาวบ้านเนอผู้ได้ซาตายเอ็ดมินชียังรอกันไล่นะได้ประดอบพิมพ์วิสูสำหรับนิยัยให้มวยเป็นเกียรติก่อจังเนอใจดำเล็กเนอบทปิดาวทำไมจมปัวกีฬาไฮตักมวยนี่ได้เคยทำมีประชิปรอดจีจราอนแต่งเขมรจะปลอดภัยกอดบานเชลเลอร์ในกีฬาไฮตักมวยนี่ผู้ที่ซาตายกีฬาไฮตักมวยนี่โดยกอดบานประชิปนำมนหนึ่งเช่นทามีพิมพ์ไงสู้นงกาเรียนผู้ที่ซาตายมีเวะบนtích mến bận tái mình biên phim nghi sưu không cả vật hạt nô tề vì buổi để xa tại bà tam vẹn đi mua cứ từ miền bắc trái cái tây cho ba lúa và to mà tiết cứ miền bắc trái cái tây không cả chui sông cua buổi để xa tại tờ bông lái cứ quạt bàn bắc trái hai quạt hà nâng miền cả bằng riêng nơi vẹn chui sông cua luôn anh cả đôi chỉ chui sông cua nghe tao tẩyจมูกเนี่ยได้กระโปรงแต่ตุสนาในการไล่มือนี้บอสันจะมีจำงอลไอจังสูแอดมินแต่ตรงจมูกในกีฬาไฮตัดมือนี้ไอสูบ้านหน้าป่วยได้ซาตายแอดมินมันเป็นจีเนี่ยได้มีบอปิซาวหรือก็มันเป็นจีกรูบังฮัดได้มีบอปิซาวขนมกาใจดำเละเตะปันท้ายบอสันจีเนี่ยต่างออกเรียสูจังดังทาตากีฬาไฮตัดมือนี้อย่างเมื่อมีประมาณเวอหรือก็ไอนั่นคือแอดมินไออย่างสูจมูกหนึ่งเนี่ยกรุบกรองก็โดยจีกรูบังเบิกดำใบใจจูนแต่ดอลเนี่ยได้กับปงแต่ตุสนาต่างออกเรียบานดังก็โดยจีบาสันจีมีนออกกาในไงขังบกเตอร์อาจหนึ่งเมาวักหัดเลงในกีฬาไฮตัดมือนี้บานมาปิดแบบลิงนะเคยท่าปอนได้กับปงตายhaiตึกนี้แอดมินเคยท่าควอดปัจจีปรังปรายวักหัดคลังเหมือนแต่ในต่างគ្នាป่วยได้ซาแต่กอดตูดอายุในเขมรปันท้ายกอดบ้านในเจริญในการกีฬาhaiตึกมือนี้ดังใบจมนุยกันดอสกปรกบกวดเพื่อเอาจังก็โดยจีกายสามปฏิบกวดรังม้อมให้บุญเทียดกวดก่อสลังในกีฬามวยดีได้ไอ้เคยหากวดมีนการปรังปรายคลังเหมือนแต่ต่อแต่ขันดูวิ่งยังประหารปิดตะเพียบตัวเตอประทายที่นั่นไง
ยังไม่ได้นะแต่គ្នាដែលកំពុងតែទស្សនានៃការ live នេះថាតើទទួលបានបទពិសោធន៍អីគេខ្លះព្រោះដោយសារតែនៅមុននេះអ្នកគ្រប់គ្រងនៅក្នុងក្លឹប Wicked Fit នេះគាត់បានចែករំលែកនៅបទពិសោធន៍ក៏ដូចជាការយល់ឃើញរបស់គាត់ហើយនឹងក៏ទទួលបាន feedback ច្រើនជាច្រើនពីបងប្អូនប្រជាពលរដ្ឋទាំងចាស់ទាំងក្មេងដែលគាត់ជ្រើសរើសនៅកីឡាហែលទឹកមួយនេះហើយចំពោះទីតាំងគឺទីតាំងគឺស្ថិតនៅក្នុងបរិយាពេញហួតស្ថិតនៅក្នុងស្ទឹងមានជ័យនៅស្ទឹងមានជ័យខាងនោះចាំងមែនអូខេឃើញថានៅក្នុងទាំងមួយនេះគឺអ្នកទាំងអស់គ្នាគឺអាងរបស់គាត់គឺទីធ្លាធំទូលាយដែលផ្ដល់ភាពងាយស្រួលក្នុងការបងប្អូនប្រជាពលរដ្ឋដែលជ្រើសរើសកីឡាហែលទឹកមួយនេះគឺងាយស្រួលក្នុងការហែលពីព្រោះអីដោយសារតែមានកម្រិតបានន័យថាប្រវែងទៅតាមកូនក្មេងក៏មានសម្រាប់ក៏មានដែរវាផ្ដល់ភាពងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋដែលគាត់មកហែលទីនេះហើយយើងឃើញថាក្នុងពេលនេះមុនពេលដែលអត់មានមកគឺឃើញថាមានប្រជាពលរដ្ឋដែលគាត់ហែលនេះគឺមានចំនួនប៉ុន្តែឥឡូវនេះគឺគាត់បានមកជាបណ្ដាដោយមានទាំងក្មេងទាំងចាស់គាត់ហែប្រឡ័យគ្នាក៏ដូចជាហែលេងកំសាន្តនិងមានបងប្អូនប្រជាពលរដ្ឋខ្លះដែលក៏មាននៅគ្រូសម្រាប់បង្ហាត់បង្រៀនផងដែរព្រោះដោយសារតែជាក់ស្ដែងដូចអាអូនមួយគូមិញគឺគាត់កំពុងតែមានគ្រូបង្ហាត់ហើយគ្រូបង្ហាត់របស់គាត់គឺនៅក្បែរគាត់ជានិច្ចសម្រាប់បង្រៀនពីរបៀបនៃការហែលទឹកក៏ដូចជាតិចនិចផ្សេងសម្រាប់ចែករំលែកហើយបើសួរថាវគ្គនៅក្នុងការសិក្សានេះគឺគាត់បានបញ្ជាក់នៅមុននឹងដែរថាចំពោះវគ្គគឺយើងអាចកំណត់បានថាមានរយៈពេលខ្លីសំទោសបានន័យថាចំពោះវគ្គនៃការបង្រៀនគឺអាស្រ័យលើបងប្អូនប្រជាពលរដ្ឋដែលគាត់ចូលរៀនព្រោះដោយសារតែបើប្រៀបធៀបជាមួយនឹងក្មេងបាននិយាយជាមួយនឹងក្មេងគឺបានន័យថាក្មេងខ្លះគឺគាត់មានចិត្តចង់រៀនហើយងាយស្រួលក្នុងការនិយាយក៏ដូចជាស្ដាប់នៅការបង្ហាញរបស់គ្រូចឹងវាធ្វើឲ្យលទ្ធផលនៃការទទួលបានក៏ដូចជាថ្ងៃដែលគាត់បង្រៀនហ្នឹងគឺមានចំនួនតិចជាងក្មេងៗដែលគាត់អត់ស្ដាប់
ហើយឬក៏ក្មេងៗដែលពិបាកក្នុងការបង្រៀនដូច្នេះគាត់បានបញ្ជាក់នៅមួយដែរអ្នកទាំងអស់គ្នាហើយចំពោះវគ្គសិក្សាវគ្គបង្រៀនគឺអត់មានគឺសូមមិនបង្ហាញទេពីព្រោះអីដែលស្រាប់ហើយនេះគឺជាក៏ដូចជាច្បាប់របស់ក្លឹបតបើសិនជាអ្នកទាំងអស់គ្នាដែលមានបំណងថាចង់រៀននៅទីនេះគឺអាចមកសាកសួរខ្ញុំបានគឺនៅទីតាំងស្ថិតនៅក្នុងបរិយាពេញហួតទឹកមានជ័យហើយបើសួរ admin ថានៅទីតាំងនេះមិនដែរគឺ admin សូមឆ្លើយថាទីតាំងគឺពិតជាស្រស់ស្រាយមែនទែនពីព្រោះអីដោយសារតែគាត់ធ្វើជាឋានៈថាមិនមានដំបូលអីនៅក្នុងការនេះទេដែលធ្វើឲ្យពួកគាត់ហើយផ្ដល់អារម្មណ៍មួយដែលស្រស់ស្រាយក៏ដូចជាស្រឡះហើយមួយវិញទៀតចំពោះទីតាំងអាងក៏ដូចជាទីធ្លាអាងគឺមានទំហំធំដែលផ្ដល់ភាពងាយស្រួលដល់ពួកគាត់សម្រាប់អ្នកដែលមករៀនហែកទឹកហើយបើតាមការបញ្ជាក់ក៏គាត់បានបញ្ជាក់ផងដែរថាសប្តាហ៍រហូតមកដល់ពេលនេះមាន5ទីតាំងមកហើយចំនួនសិស្សបង្កើតចង់និយាយថាចំពោះ5ទីតាំងនេះគឺគាត់បានបង្កើតទៅរយៈពេលជាង1ឆ្នាំដែលទទួលបាននៅជិត2ឆ្នាំបន្តដែលទទួលបានសិស្សមកចូលរៀនគឺជិត10000នាក់ยังไม่ได้ในแต่ออกเนี่ยก็คงได้ទស្សនានៅការ live នៅលើថ្នោត live មួយនេះថាតើពេលដែលឃើញadmin live នេះទៅតើមានបំណងថានឹងចង់មករៀនហែកទឹកនៅទីតាំងនេះដែរទេឬក៏នៅទីតាំងផ្សេងដែរទេព្រោះដោយសារតែការហែកទឹកមួយនេះគឺកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែនពីប្រជាពលរដ្ឋមិនថាក្មេងចាស់ប្រុសស្រីគឺគាត់មកហែលេងដើម្បីជាកីឡាផងដើម្បីជាការកំសាន្តផងក៏ដូចជាដើម្បីសុខភាពរបស់គាត់ផ្ទាល់ផងពីព្រោះអីបើសិនជាស្ដាប់តាមការណែនាំក៏ដូចជានិយាយលើកឡើងរបស់អ្នកគ្រប់គ្រងគឺគាត់បានបញ្ជាក់ថាចំពោះពាក្យច្រើនចាស់ដែលមានវ័យចំណាស់គឺគាត់ជ្រើសរើសនៅកីឡាហែកទឹកមួយនេះគឺដើម្បីសុខភាពដូចជាដើម្បីព្យាបាលនៅជំងឺដែលគាត់កំពុងតែមានប្រចាំថ្ងៃដូចជាជំងឺចង្កេះរោយចង្កេះឈឺឆ្អឹងឈឺឆ្អែងអីនេះគឺទទួលបានផលល្អនៅពេលដែលគាត់បានមកហាត់កីឡាហែកមួយនេះហើយស្នៃដូចជាមានប្រជាពីខាងដើមអញ្ចឹងសម្ងាយថាមានប្រជាមានកីឡាជាច្រើនគឺច្រើនខ្លាំងមែនតើហើយក៏មានក្លឹបជាច្រើនសម្រាប់បើកអនុញ្ញាតក៏ដូចជាឲ្យបងប្អូនប្រជាពលរដ្ឋគាត់ហាត់ពីព្រោះអីដែលសារតែនៅតាមក្លឹបខ្លះគឺមានកីឡាហែកទឹកផងមានទាំងលើកដុំដៃផងកាយប្រកម្មផងតែជាក់ស្ដែងគឺនៅក្លឹបមួយនេះ Get Fit នៅសាខាស្ទឹងមានជ័យមួយនេះគឺមានទាំងប្រភេទហាត់យូហ្គាហើយជាមួយនឹងកីឡាហែកទឹកដែលផ្ដល់ភាពងាយស្រួលសម្រាប់អ្នកដែលមានបំណងចង់ហាត់កីឡាផ្សេងគឺអាចមកទីតាំងនេះបានឥឡូវនេះយើងអាចនឹងមកសាកសួរពីចំណាប់អារម្មណ៍ក៏ដូចជាចង់ឲ្យគ្រូដែលជាវឹកហាត់ផ្ទាល់ថាតើគាត់អាចចែករំលែកនៅបទពិសោធន៍របស់គាត់ដើម្បីតែជូនដល់មិត្តដែលកំពុងតែទស្សនានៅកន្លែងមួយនេះឲ្យដឹងពីព្រោះអីដោយសារតែadminក៏ចង់ដឹងដែរថាតើគាត់មានបទពិសោធន៍ឆ្នាំហើយគាត់ទទួលនៅផលវិបាកក៏ដូចជាយ៉ាងម៉េចដែរនៅក្នុងការបង្ហាត់បង្រៀនពីព្រោះអីដោយសារតែជាក់ស្ដែងគឺបងប្អូនប្រជាពលរដ្ឋឬក៏សិស្សមួយចំនួនគឺមានការបង្ហាត់បង្រៀនផ្សេងគ្នាព្រោះអីដោយសារតែអ្នកខ្លះគាត់ខ្លាចទឹកឬក៏អ្នកខ្លះមិនអាចនឹងចាប់បានឬក៏អ្នកខ្លះងាយនឹងចាប់បានអីចឹងណាអញ្ចឹងចង់ដឹងថាតើគាត់មានផលវិបាកអ្វីខ្លះ
ឬក៏បងប្អូនប្រជាពលរដ្ឋយ៉ាងណានោះគឺឥឡូវមកជួបជាមួយនឹងគាត់ចង់ដឹងថាតើគាត់ជួបនៅផលវិបាកអីគេខ្លះដែរឥឡូវនេះចង់ដឹងជួយសួរខវាសួរតើលោកគ្រូអាចជួយចែករំលែកនៅកលឹះឬក៏តិចនិចអីបន្តិចបន្តួចបានទេថាតើលោកគ្រូសម្ងាយតើលោកគ្រូមានជំនាញនៅក្នុងការបង្ហាត់បង្រៀនកូនសិស្សលើផ្នែកកីឡាហែលទឹកនេះគាត់ឆ្នាំមិនគ្រូបាទបងពាក់ព័ន្ធជាមួយនឹងបទសោតហ្នឹងរយៈពេល3ឆ្នាំហើយ3ឆ្នាំហើយបាទដែលក្នុងការរៀនសិស្សទាំងសិស្សតូចសិស្សធំអញ្ចឹងបាទចង់ដឹងថាតើផលវិបាករបស់លោកគ្រូគេខ្លះដែរក្នុងការបង្ហាត់បង្រៀនព្រោះដោយសារតែជាក់ស្ដែងគឺអ្នកដែលមកចូលរួមវឹកហាត់កីឡាហែលទឹកនេះគឺមានទៅតាមប្រភេទមនុស្សផ្សេងៗគ្នាខ្លះងាយស្រួលក្នុងការបង្រៀនអ្នកខ្លះក៏មានជួបផលវិបាកតើចង់ដឹងថាតើផលវិបាកអីគេខ្លះដែលគ្រូតែកំពុងតែជួបទេអូបាទបើពីបទពិសោធន៍មកជាភាគច្រើនយើងជាបញ្ហាជួបវាច្រើនក្មេងខ្លាចទឹកបាទទី1ទី2ហ្នឹងក្មេងដែលគាត់អត់សូវស្ដាប់គាត់លេងច្រើនអញ្ចឹងទៅបាទប៉ុន្តែបញ្ហាទាំងអស់នោះយើងស្ទើរតែអាចរកដំណោះស្រាយបានដោយសារតែយើងមានវិធីសាស្ត្រក្នុងការហាត់រៀនពួកគាត់ក្នុងការបន្ស៊ំពួកគាត់ធ្វើម៉េចឲ្យពួកគាត់ខ្លាចទឹកហើយអាចឲ្យពួកគាត់បន្តទៅជាមួយយើងបានរហូតចប់មួយវគ្គឬក៏ពីរវគ្គអញ្ចឹងទៅគាត់អាចហែលឬក៏បានក្នុងពេលគាត់មានអាសន្នអីផ្សេងៗពាក់ព័ន្ធជាមួយនឹងទឹកអីចឹងទៅបាទលោកគ្រូបញ្ជាក់បានថាតើការបន្ស៊ាំជាមួយនឹងក្មេងៗដែលគាត់មានផលវិបាកនឹងតើលោកគ្រូអាចបញ្ជាក់បានថាតើការបន្ស៊ាំបែបម៉េចដែរលោកគ្រូបាទពាក់ព័ន្ធការបន្ស៊ាំហ្នឹងចំណុចទី1គឺយើងផ្ដោតទៅលើការជាមួយទឹកជាមួយគាត់ទៅក្នុងទឹកទៅទៅមួយជាមួយទៅក្នុងទឹកបើសិនជាគាត់អត់មានសុវត្ថិភាពក្នុងការជាមួយទេវាធ្វើឲ្យមានផលវិបាកទៅនឹងការជ្រក់ទឹកអីចឹងទៅបាទអញ្ចឹងឡងពេលដែលយើងបន្ស៊ាំគាត់គឺយើងទៅបន្ស៊ាំគាត់ធ្វើម៉េចឲ្យចេះជាមួយនៅពេលដែលគាត់ជាមួយទៅគាត់ទៅគាត់ធ្វើខ្យល់ដង្ហើមបែបម៉េចដែលគាត់សុវត្ថិភាពបាទនៅពេលគាត់ចាប់កន្លែងហ្នឹងគាត់ធ្វើអនុវត្តជាមួយនឹងគ្រូម្ដងហើយម្ដងទៀតម្ដងទៀតរហូតដល់គាត់បន្ស៊ាំគាត់អាចជាមួយខ្លួនឯងបានគាត់អាចលឹបខ្លួនឯងបានអាហ្នឹងបានយើងអាចទៅចូលវគ្គបន្តបន្ទាប់ទៀតបានលោកគ្រូអាចបញ្ជាក់បានទេថាតើមានប្រមាណវគ្គដែរនៅក្នុងការវឹកកីឡាហែលទឹកមួយនេះលោកគ្រូពាក្យប៉ុនក្នុងវគ្គគឺយើងបែងចែកទៅតាមស្ថានភាពសាស្ត្រជាក់ស្ដែងដែរសម្រាប់សិស្សនីមួយៗប៉ុន្តែបើវគ្គដែលយើងរៀបចំសម្រាប់កម្មវិធីហ្មងដូចយើងមាន4បាទតែបើសម្រាប់សិស្សមួយគឺយើងអាចផ្ដោតទៅលើតាមវគ្គហ្នឹងទេព្រោះដោយសារទីវគ្គទី1ពេលខ្លះសិស្សគាត់ធ្វើបានទៅកាលវគ្គទី1ហ្នឹងគាត់រៀនពិបាកដល់អញ្ចឹងទៅគាត់យឺតនិង slow បន្តិចអញ្ចឹងគាត់អញ្ចឹងយើងព្យាយាមផ្ដោតទៅលើវគ្គទី1ហ្នឹងឲ្យគាត់អញ្ចឹងវគ្គទី1ហ្នឹងក្នុងការបរៀនគឺយើងបរៀនទៅលើទៅតាមការចលនាហើមទៅទៅនឹងការកាយកោះជើងកាយដៃធ្វើចលនាធ្វើម៉េចគាត់អាចមានសមត្ថភាពអីគាត់អាចនៅលើផ្ទៃទឹកបានដោយខ្លួនឯងបាទទី1ទៀតក៏អាចនឹងបង្រៀនពីការជួយសង្គ្រោះទៅលើខ្លួនឯងផងនិងអ្នកដទៃផងមែនទេបាទសម្រាប់វគ្គជួយសង្គ្រោះគឺយើងរៀនបន្ទាប់ពីគាត់ចប់វគ្គទី1វគ្គទី2ចូលដល់វគ្គក្បាច់ចូលពីវគ្គក្បាច់ទៅពេលដែលគាត់ស្ទាត់ទាំងអស់ហើយនឹងហើយបានយើងបញ្ចូលជាមួយបច្ចេកទេសក្នុងការជួយសង្គ្រោះខ្លួនឯងជាគាត់ជួយសង្គ្រោះដទៃផ្សេងៗអញ្ចឹងទៅបាទជាទូទៅបើសិនជាប្រៀបធៀបទៅលើក្មេងទាំងចាស់តើរយៈពេលក្នុងការបង្រៀនប៉ុន្មានថ្ងៃដែរឬក៏ប៉ុន្មានម៉ោងដែរដែលគាត់អាចចេះបានណាលោកគ្រូបាទពាក់ព័ន្ធជាមួយនឹងម៉ោងបើតាមសាលារបស់យើងគឺយើងមានកម្មវិធីយើងមាន schedule សម្រាប់ពេល2ម៉ោងក្នុងមួយវគ្គអញ្ចឹងតែជាមួយនឹងក្មេងយើងនិយាយទៅអាចបើយកពីអាយុរបស់គាត់តង់ចាប់ពី7ឆ្នាំឡើងទៅបាទពី7ឆ្នាំឡើងទៅយើងចាយពេលសម្រាប់គាត់តែ12ម៉ោងទេបាទ12ម៉ោងមានន័យថាគាត់ចប់មួយវគ្គគាត់អាចទទួលបាននៅបច្ចេកទេសក្នុងការហែលដើម្បីជួយណែគេទេដើម្បីហែលរបៀបសម្របទៅតាមសភាពដែលគាត់ចង់ហែលលេងចង់អីចឹងទៅបាទគាត់អាចពីម្លាស់ពីកន្លែងមួយទៅកន្លែងមួយចឹងបាទទៅមួយនឹងសិស្សមួយទៀតសម្រាប់វគ្គទី1ក៏យើងមិនផ្ដោតទៅលើតែមក3ចំណុចមិនផ្ដោតទៅលើការដៃឬក៏ប្រើប្រាស់ចលនាទេបើសិនជាករណីសិស្សគាត់ឆ្លាតគាត់ចាប់បានលឿនក្នុងវគ្គទី1គឺយើងអាចបញ្ជាចូលជាមួយនឹងបច្ចេកទេសការហាត់ក្បាច់បានដែរយ៉ាងហោចណាស់ក៏យើងដាក់ឲ្យគាត់បាន2ឬក៏3ក្បាច់ហ្នឹងទៅបាទបើតាមលោកគ្រូបញ្ជាក់មិញនឹងវគ្គទី1គឺចំណាយពេល12ម៉ោងទៅលោកគ្រូចង់ដឹងថាតើនៅក្នុងវគ្គទី2ជាមួយនឹងវគ្គទី3និងវគ្គទី4តើកូនសិស្សអាចនឹងចំណាយពេលប្រហែលម៉ោងដែរសម្រាប់ការគាត់ទេទៅតាមក្បាច់នីមួយៗបាទពាក់ព័ន្ធជាមួយនឹងវគ្គហ្នឹងគឺយើងនៅតែចែកម៉ោងដល់ទេគឺមួយវគ្គពេល2ម៉ោងដូចគ្នាប៉ុន្តែបានន័យថាទាំង4វគ្គគឺស្មើ12ម៉ោង2ម៉ោងដូចគ្នាប៉ុន្តែគាត់ថាយើងបែងចែកជាមួយនឹងរបៀបក្នុងការបរៀនរបៀបក្នុងការវឹកហាត់ទៅលើក្បាច់ហ្នឹងគឺយើងបែងចែកតាមវគ្គផ្សេងគ្នាហើយចង់ដឹងថាតើលោកគ្រូនៅក្នុងនាមដែលលោកគ្រូបង្
ហាត់បង្រៀនតែលោកគ្រូអាចចែករំលែកបន្តិចបានថាតើណាក្មេងភាគច្រើនខ្ញុំអាចនិយាយបានថាកុមារដែលគាត់ជ្រើសរើសកីឡាហែលទឹកនេះគឺមកពីគាត់ស្រឡាញ់កីឡាមួយនេះហើយក៏ដើម្បីឲ្យសុខភាពគាត់រឹងមាំដែរចុះចំពោះចាស់គាត់ជ្រើសរើសនៅប្រភេទកីឡាមួយនេះគឺដើម្បីអ្វីដែរលោកគ្រូអាចបញ្ជាក់បានទេបាទបើនិយាយជារួមទៅជាភាគច្រើនសម្រាប់កីឡាហែលទឹកនេះពីមុនយើងអត់ទាន់សោបើកចំហឬក៏ទូក៏សម្បូរទៅលើចាស់ដែរប៉ុន្តែដោយសារតែបច្ចុប្បន្ននេះតេតូមជាមួយនឹងមនុស្សចាស់យើងអាចរាប់ពីវ័យខ្ទង់30ឆ្នាំឡើងជាងទៅពួកគាត់ប្រឈមច្រើនទៅជាមួយនឹងបញ្ហាជំងឺសន្លាក់បាទដូចជាគៀបសរសៃឬគាត់មានបញ្ហាផ្សេងជាដើមអញ្ចឹងនៅពេលដែលគាត់ទៅពិគ្រោះជាមួយនឹងពេទ្យឬក៏ដុកទ័រជំនិតអីផ្សេងគាត់ណែនាំឲ្យប្រកបមហាទឹកអីដោយសារតែពាក់ព័ន្ធជាមួយនឹងបញ្ហាជំងឺទាក់ទងនឹងនេះបញ្ហាសរសៃគៀបសរសៃនេះគឺយើងអាចធ្វើលំហាត់ប្រាណដែលប៉ះពាល់ទៅលើសម្ពាធរាងកាយខ្លាំងពេកដែរអញ្ចឹងមានការហៅទៅគេដែលគ្រូពេទ្យគាត់ណែនាំឲ្យគាត់មកបាទចាស់ពីបច្ចុប្បន្នគឺគាត់ផ្ដោតទៅលើសុខភាពហើយដែលគាត់មកហាត់ដែលគាត់មកហែលដើម្បីគាត់ទៅលើហាត់ដែលព្រៀងមីគ្រូគេចាត់គាត់ទៅលើសុខភាពដើម្បីព្យាបាលបញ្ហាដែលមានដូចជាស្លាកឬក៏លេងឌីអីផ្សេងជាដើមតែគាត់មកតាមការណែនាំរបស់ពេទ្យតែទេបាទចឹងដឹងថាតើគាត់មកតាមការណែនាំរបស់ពេទ្យនេះថាតើក្នុងនាមលោកគ្រូជាអ្នកដែលបង្ហាត់ផ្ទាល់តើយើងនឹងបង្ហាត់ដូចក្មេងៗដទៃដែរឬក៏យើងមានការបែងចែកនៅវគ្គក៏ដូចជាតិចនិចផ្សេងសម្រាប់អ្នកជំងឺចឹងណាលោកបាទបងសម្រាប់នេះគឺយើងដំបូងគឺយើងផ្ដោតដូចក្មេងដែរដោយសារតែពេលខ្លះចាស់គាត់អត់ចេះហែលសោះដែរគាត់មកពេលខ្លះគាត់តាំងពីដើមមកគឺគាត់អត់ចេះហែលទឹកគាត់អត់ចេះហែលទឹកនៅកន្លែងផ្សេងឯងពេលគាត់មានបញ្ហានឹងគាត់យោបល់គាត់មកហែលទឹកខ្ញុំគាត់អត់ចេះអីទេអញ្ចឹងយើងចាប់ផ្ដើមដាក់កម្មវិធីទៅគឺដូចតែយើងបរៀនក្មេងទៅសូមទៅនឹងការប្រាក់ខ្យល់ដង្ហើមទៅជាមួយនឹងការប្រាក់ចលនាមកការកោសជើងមកការកែដៃឲ្យតាមបច្ចេកទេសបន្ទាប់មកបានយើងជ្រើសរើសយកក្បាច់ដែលក្បាច់មួយណាដែលសមជាមួយនឹងបញ្ហាដែលគាត់កំពុងតែឈឺពីព្រោះការហែលទឹកក៏យើងមានក្បាច់ធ្ងន់មានស្រាលដែរបាទជាស្ដែងសម្រាប់គាត់អ្នកឈឺអញ្ចឹងយើងផ្ដោតទៅលើក្បាច់កំបែបច្រើនជាងដើម្បីឲ្យគាត់ធ្វើចលនាបែបស្រាលប៉ុន្តែវាជំនួយការសម្រួលទីមួយទៅស្អីទីសាច់ធំទាក់ទងជាមួយនឹងឆ្អឹងកោងខ្នងគាត់គាត់មានចលនាអញ្ចឹងវាធ្វើឲ្យបញ្ហាជំងឺរបស់គាត់នឹងវាជួយកាត់បន្ថយពីមួយថ្ងៃទៅវារៀងស្រាលអញ្ចឹងដែលគាត់អត់ធ្វើឲ្យសោះដែលគាត់មានបញ្ហាអញ្ចឹងបាទហើយចង់ដឹងថាតើបន្ទាប់ពីគាត់មកហាត់ចឹងតើគាត់មានដែរផ្ដល់ជា feedback មកកាន់លោកគ្រូឯថាតើជំងឺរបស់គាត់បានធូរស្រាលប្រសើរជាងមុនមែនតើដែលអាចនឹងឈានដល់ការជាអីអាចធ្លាប់បានទទួលនៅការ feedback អស់ហ្នឹងលោកគ្រូអូបាទបងតើតោមួយនឹង feedback គឺយើងទទួលបានច្រើនមែនទែនហើយយើងពិនិត្យមើលទៅតើតោជាមួយនឹង feedback របស់ពួកគាត់គឺសិតតែ feedback ដែលមានលទ្ធផលមកល្អបាទដែលគាត់អញ្ជើញមកហើយពេលដែលគាត់រៀនចប់ហើយគាត់អនុវត្តតាមអ្វីគ្រូបានណែនាំបន្ទាប់ពីគាត់ចប់វគ្គជាមួយនឹងគ្រូមកគឺថាលទ្ធផលរបស់គាត់អ្នកខ្លះគាត់បានធូរជាងមុនអញ្ចឹងទៅបាទដូចអ្នកខ្លះរៀងធ្ងន់អញ្ចឹងទៅគាត់ដើរទៅគាត់រៀងលះលហូនជាងមុនអញ្ចឹងទៅអញ្ចឹងអីដែលគាត់ទទួលបានហ្នឹងគឺផលបាទគាត់ទទួលធូរស្បើយអញ្ចឹងទៅបាទហើយចង់ដឹងមួយទៀតក្រៅពីជំងឺផ្សេងដែលដូចលោកគ្រូបានបញ្ជាក់តាក់ទងជាមួយនឹងសរសៃសសូងលៀនឬក៏អីចឹងចុះចំពោះកីឡាហែលទឹកនេះតើអាចនឹងធ្វើឲ្យយើងស្រកគីឡូទេលោកគ្រូបើសិនជាមានបងប្អូនប្រជាពលរដ្ឋណាដែលគាត់មានបំណងថាចង់សម្រស់ទម្ងន់តើចំពោះប្រភេទកីឡាមួយនេះតើអាចនឹងជួយឲ្យលើផ្នែកនេះបានដែរទេបាទបងបាទពាក់ព័ន្ធជាមួយនឹងការសម្រស់គីឡូគឺយើងកីឡាហែលទឹកក៏ជួយបានដែរបងតែគាត់ថាយើងផ្ដោតទៅលើការវឹកហាត់បែបកម្មវិធីវិញគឺយើងតែមានកម្មវិធីទៅលើក្បាច់នីមួយគឺយើងហាត់ឲ្យត្រូវជាមួយនឹងនេតិកម្មវិធីយើងកំណត់បាទឧទាហរណ៍ថាប្រហែល20ម៉ែត្រអញ្ចឹងទៅយើងគួរតែដាក់ប្រមាណជុំដែលសម្រាប់ហែលទៅវាដុតទៅលើកាឡូរីខ្លាញ់ឲ្យបានបាទព្រោះការទឹកពេលខ្លះបើសិនជាយើងហាត់ដល់ទេការដុតកាឡូរីក៏វាបានតិចដែរការដុតជាខ្លាញ់ក៏បានតិចដែរតែបើយើងមានកម្មវិធីបានត្រឹមត្រូវយើងដាក់ក្នុងមួយថ្ងៃយើងហែប្រហែលម៉ោងក្នុងមួយថ្ងៃយើងហែប្រហែលជុំបាទហើយសម្រាប់លំហាត់នីមួយគឺយើងបែងចែកទៅលើជើងការធ្វើលំហាត់ជើងប្រហែលជុំហើយដៃនឹងប្រហែលដងហើយម្ដងប្រហែលជុំបាទហើយបន្ទាប់មកយើងហែហ្វុងទៅលើក្បាច់ហ្នឹងប្រហែលជុំអញ្ចឹងទៅយើងមានបែងចែកទៅតាមកម្មវិធីអញ្ចឹងមានបច្ចេកទេសក្នុងការបង្ហាត់បាទច្បាស់លាស់បាទដោយសារតែត្រូវបំពេញទៅតាមតម្រូវការបរិយាជនក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលមានបំណងថាចង់មកហែលទឹកនេះថាតើគាត់ចង់បានដាក់គោលដៅថាយ៉ាងម៉េចអ្នកខ្លះទៅតាមការឆ្លាញ់អញ្ចឹងទៅគាត់មកហែលជាលក្ខណៈលេងធម្មតាប៉ុន្តែអ្នកខ្លះគឺដើម្បីព្យាបាលគឺលោកបន្តិចផ្សេងសម្រាប់វឹកហាត់ក៏ដូចជាបង្រៀន
អ្នកខ្លះទៀតគឺសម្រាប់តែចង់សម្រក់ទម្ងន់ឬក៏បញ្ហាមានជួបបញ្ហាលើសុខភាពផ្សេងៗគឺលោកគ្រូមានទេផ្សេងដែរបាទអរគុណច្រើនណាស់លោកគ្រូណាអរគុណច្រើនសម្រាប់ការចែករំលែកឃើញថានៅក្នុងពេលដែលមានបានមកផ្ដល់បទសម្ភាសន៍ក៏ដូចជាបង្ហាញនៅទីតាំងនៃការហែកទឹកនៅក្នុង Wicked Fit នេះឃើញថា admin ទទួលបាននៅការចែករំលែកជាច្រើនទាក់ទងជាមួយនឹងបទពិសោធន៍អ្នកដែលមកទទួលនៅសេវាកម្មហែកទឹកនេះហើយនឹងមួយវិញទៀតគឺទទួលបានបទពិសោធន៍ជាច្រើនព្រោះដោយសារតែលោកគ្រូសិតសឹងតែមានបច្ចេកទេសនៅក្នុងការបង្ហាត់បង្រៀនទៅតាមបំពេញទៅតាមតម្រូវការរបស់អាជីវជនក៏ដូចជាបងប្អូនដែលគាត់មកហាត់នៅទីនេះផ្ទាល់ពីព្រោះអីអ្នកខ្លះដូចអ្នកទាំងអស់គ្នាក៏ទស្សនានឹងដឹងច្បាស់រួចហើយអ្នកខ្លះបងប្អូនប្រជាពលរដ្ឋខ្លះគឺគាត់មកគឺគ្រាន់តែជាការដែលលេងកម្សាន្តក៏ដូចជាហាយលេងកម្សាន្តទេព្រោះដោយសារតែគាត់ចូលចិត្តនៅកីឡាប្រភេទនេះមិនមែនហាយដើម្បីសុខភាពអីទេអញ្ចឹងលោកគ្រូក៏គាត់មានផ្នែកក្នុងការបង្រៀនប្រជាជនឬក៏បងប្អូនដែលមានបំណងចង់បាននឹងហើយមួយវិញទៀតក៏គាត់មានបំណងមានសំទោសក៏គាត់មានបង្ហាត់បង្រៀនទៅតាមបំណងដូចជាសេចក្តីត្រូវការរបស់បងប្អូនជាពលរដ្ឋខ្លះដែលគាត់ស្រឡាញ់សុខភាពដែលគាត់គូពីសុខភាពដែលគាត់ចង់បានឆ្អឹងរឹងមាំក៏ដូចជាព្យាបាលនឹងជំងឺផ្សេងក៏គាត់មានតិចនិចនៅក្នុងការបង្រៀនដែរចឹងយើងថានៅក្នុង Wicked Fit មួយនេះក្លឹបមួយនេះដែលមានសាខានៅស្ទឹងមានជ័យគឺយើងឃើញថាគ្រូសិតសឹងតែអ្នកមានជំនាញក៏ដូចជាមានបទពិសោធន៍ក៏ដូចជាបច្ចេកទេសខ្ពស់នៅក្នុងការបង្ហាត់បង្រៀនដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋដែលចង់ហែកទឹកនៅទីនេះគឺទទួលបានចំណេះដឹងជំនាញនៃការហែកទឹកមួយនេះផ្ទាល់គឺមិនមែនជាលក្ខណៈថាអាចនិយាយបានថាយកតែលុយដោយមិនមានការបង្ហាត់នោះទេចឹងបើសិនជាបងប្អូនជាពលរដ្ឋដែលក៏ដូចជាបងប្អូនដែលកំពុងតែទស្សនានៅការ live នេះមានបំណងចង់មកហាត់នៅកីឡាទឹកក៏ដូចជាមកហែកទឹកលេងនៅក្នុង Wicked Fit នេះគឺអាចមកបានដោយសាខារបស់គាត់មានចំនួន5សាខាហើយទីតាំងដែល admin កំពុងតែផ្សាយនេះគឺនៅក្នុងសង្កាត់ស្ទឹងមានជ័យយ៉ាងម៉េចដែរអ្នកក៏ដែលកំពុងតែទស្សនានៃការ live មួយនេះមានអ្វីដែលចម្ងល់ក៏ដូចជាចង់សួរនៅកីឡាហែកទឹកនេះអត់អាចនឹងសួរ admin បានព្រោះដោយសារតែបើសិនជាអត់មានចម្ងល់អីទេអាចនឹងadmin នឹងបិទការ live នៅបន្តិចទៀតនេះណាពីព្រោះដោយសារតែ admin រងចាំនៅការបញ្ចេញមតិរបស់បងប្អូនហើយកំពុងតែទស្សនានៅក្នុងការ live នេះចង់ដឹងថាចង់សួរពីអីគេឬក៏ចង់ដឹងពីវិធីសាស្ត្រឬក៏techniqueនៅក្នុងការរៀនក៏ដូចជាការរៀននៅកីឡាហែកនេះអាចសួរ admin បានហើយឃើញថា admin ពេលដែលមកដល់ទីនេះផ្ទាល់គឺឃើញថាគ្រូគាត់មានការវឹកហាត់ក៏ដូចជាយកចិត្តទុកដាក់ខ្លាំងមែនទែនចំពោះសិស្សទាំងក្មេងទាំងចាស់ហើយបើតាម admin មើលទៅគឺសឹងតែមានច្បាស់លាស់ពីព្រោះតែស្អាតតែសិស្សដែលមានបទពិសោធន៍យូរឆ្នាំដែលគាត់បង្រៀននៅសិស្សនៅកីឡាហែកទឹកមួយដូចជាក់ស្ដែងដោយលោកគ្រូអំបញ្ញមិញគាត់បានបញ្ជាក់ហើយគាត់មានបទពិសោធន៍រយៈពេល1ឆ្នាំនៅក្នុងការបង្រៀនហើយគាត់ជួបនៅកូនសិស្សក៏ដូចជាសិស្សានុសិស្សជាច្រើនដូចជាបងប្អូនប្រជាពលរដ្ឋដែលមករៀននៅទីនេះជាច្រើនប្រភេទមានអ្នកខ្លះក៏ងាយស្រួលនៅក្នុងការបង្រៀនទៅអ្នកខ្លះក៏ពិបាកក្នុងការបង្រៀនដោយលោកគ្រូធ្វើតែមានបច្ចេកទេសដូចជាតិចនិចនៅក្នុងការបង្រៀនផ្សេងគ្នាប៉ុន្តែលោកគ្រូថាមិនមែនជាបញ្ហាទេព្រោះដោយសារតែគាត់មានបាត់នឹងដែលធ្វើឲ្យសិស្សក៏ដូចជាអ្នកដែលបរៀននៅទីនេះគឺទទួលបាននៅការចេះហែកទឹកត្រឡប់ទៅវិញគឺបានន័យថាមិនមានភាពភ័យខ្លាចនៅ
ក្នុងការហែកទឹកក៏ដូចជាលេងនៅកីឡាមួយទេហើយជាក់ស្ដែងដោយអ្នកគ្រប់គ្រងWicked Club ហ្នឹងគាត់បានបញ្ជាក់ថា Wicked Fit Club ហ្នឹងគាត់បានបញ្ជាក់ថាគោលបំណងធំនៅក្នុងការបើកបង្រៀនក៏ដូចជាបើកក្លឹបនេះឡើងគឺចង់បរៀននៅក្មេងៗក៏ដូចជាបងប្អូនប្រជាពលរដ្ឋឲ្យគាត់ចេះជួយសង្គ្រោះនៅក្នុងគ្រោះលង់ទឹកដោយក្មេងៗខ្លះគឺគាត់គួរតែមានជំនាញមួយនេះដើម្បីជួយសង្គ្រោះគាត់នៅពេលដែលជួបគ្រោះថ្នាក់ផ្សេងៗដូចជាលង់ទឹកឬក៏អីអញ្ចឹងណាអ្នកទាំងគ្នាហើយពិតជាល្អខ្លាំងមែនទែនដោយសារតែការបង្កើតក្លឹបនេះគឺមិនមែនដោយសារតែជាការលេងកម្សាន្តក៏ដូចជាបង្កើតនៅក្លឹបដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋគាត់ចូលលេងគ្រាន់តែហែកទឹកតែម្យ៉ាងទេគឺបំណងធំរបស់គាត់គឺចង់ឲ្យបងប្អូនប្រជាពលរដ្ឋដូចជាគ្នាគឺគាត់អាចជួយពីការលងដោយខ្លួនឯងបាននិងជួយសង្គ្រោះអ្នកដទៃទៀតហើយដោយគាត់បញ្ជាក់អំបញ្ញមិញហ្នឹងអញ្ចឹងចំពោះតិចនៃការបង្រៀនគឺមានជាច្រើនតិចហើយក៏មានវគ្គជាច្រើនដែរតែក្នុងមួយវគ្គគឺចំណាយពេលក្នុងការបង្រៀនគឺ12ម៉ោងអញ្ចឹងអ្នកទាំងអស់គ្នាអាចនឹងជ្រើសរើសម៉ោងដែលអ្នកទាំងអស់គ្នាទំនេរហើយអាចមករៀនបានជាមួយនឹងគាត់ដែលបើកដំណើរការពីថ្ងៃច័ន្ទរហូតដល់ថ្ងៃអាទិត្យយ៉ាងមិនដែរអ្នកទាំងអស់គ្នាដែលកំពុងតែតាមដាននៃការ live នៅលើថ្នោត live នេះមានចម្ងល់អីអត់ដែលសួរ admin ក៏ដូចជាចង់សួរពីថាតើពួកគាត់មករៀននេះយ៉ាងម៉េចហើយលំបាកនៅក្នុងការរៀនអត់អីអត់គឺអាចសួរបានពីព្រោះដោយសារតែ admin ចាំឆ្លើយណាជាក់ស្ដែងគឺនៅទីតាំងមួយនេះគឺមានទីតាំងធំទូលាយនៅសាខាស្ទឹងមានជ័យមួយនេះអ្នកទាំងអស់គ្នាឲ្យស្ថិតនៅក្នុងបរិយាពេជ្រពួតស្ទឹងមានជ័យគឺសាខាមួយនេះគឺមានទីតាំងធំទូលាយទាំងអាងទឹកគឺបានបែងចែកដាច់មានទាំងកន្លែងមនុស្សធំសម្រាប់ហែលក៏ដូចជាមានទាំងសម្រាប់កូនក្មេងដែរហើយនៅទីតាំងមួយនេះគឺមានគ្រូជាច្រើនអ្នកដែលចាំបង្ហាត់បង្រៀនដែលសិក្សាតែមានបទពិសោធន៍ក៏ដូចជាបច្ចេកទេសខ្ពស់ក្នុងការបង្ហាត់បង្រៀនដោយគាត់បានបញ្ជាក់បាញ់មិញអញ្ចឹងថាពីមនុស្សទៅកាន់មនុស្សម្នាក់គឺស្ទាយនៃការបង្រៀនគឺអត់ដូចគ្នាទេបានន័យថាមានអ្នកខ្លះគឺគាត់ខ្លាចទឹកគាត់ប្រើtechniqueផ្សេងនៅក្នុងការបង្រៀនអ្នកខ្លះមិនខ្លាចទឹកទេគាត់អាចបានអញ្ចឹងបានន័យថាគាត់ប្រើtechniqueផ្សេងក្នុងការបង្រៀនប៉ុន្តែអ្នកទាំងអស់គ្នានឹងគឺសិស្សតែរៀននៅក្នុងtechniqueណាមួយដែលគាត់បានកំណត់បានថាមានបច្ចេកទេសក្នុងការបង្រៀនក៏ដូចជាដើម្បីការពារខ្លួនការពារអ្នកដទៃដែរហើយចំពោះសម្លេងដែរតើអ្នកដែលកំពុងតែទស្សនានៃការ live នេះតើស្ដាប់ច្បាស់អត់បើច្បាស់ comment ប្រាប់ admin មួយមកថាឮច្បាស់បងហើយចង់សួរនៅសំណួរអីគេខ្លះក៏អាចប្រាប់បានដែរព្រោះសារតែ admin ចាំឆ្លើយហើយ admin ក៏ចង់ចែករំលែកទៅកាន់បងប្អូនជាពលរដ្ឋដែលកំពុងតែទស្សនាផ្ទាល់ក៏ដូចជាអ្នកដែលបានទស្សនាផ្ទាល់ក៏ដូចជាបងប្អូនប្រជាជនខ្មែរទាំងអស់ដែលបាននៅតាមដានវីដេអូមួយនេះបន្ទាប់ពី admin បណ្ដាញមួយសារតែមានបងប្អូនខ្លះមួយចំនួនខ្លះគាត់ចង់មកហាត់ប៉ុន្តែគាត់មិនដឹងពីព័ត៌មានច្បាស់លាស់ថាតើគួរធ្វើរបៀបម៉េចអីរបៀប
សួរ admin បានហើយ admin ចាំឆ្លើយព្រោះដោយសារតែនេះគឺ admin កំពុងតែស្ថិតនៅក្នុង club Weekend Fit ដែលមានទីតាំងស្ថិតនៅស្ទឹងមានជ័យអ្នកនរគ្នាហើយនៅពេលនេះគឺកំពុងតែចាប់ផ្ដើមបណ្ដាព្រោះដោយសារតែឥឡូវនេះគឺម៉ោង 6 ហើយម៉ោង 6 គត់តែប៉ុន្តែឃើញថាមានបងប្អូនជាពលរដ្ឋជាពិសេសក្មេងៗគាត់បានបង្ហាញទឹកជាច្រើនខ្លាំងមែនទែនមានទាំងមកជាលក្ខណៈហើយជាលក្ខណៈលេងកម្សាន្តផងហើយដើម្បីសុខភាពផងនិងហើយដើម្បីជាបាននៅជំងឺផ្សេងៗដែលគាត់កំពុងតែប្រឈមយ៉ាងមិនដែរអ្នកទាំងអស់គ្នាដែលកំពុងទស្សនានៃការ live មួយនេះថាតើទទួលបានបទពិសោធន៍ថ្មីដែរឬទេពីព្រោះដោយសារតែ admin នៅក្នុងការ live នេះគឺព្យាយាមរកនៅការ live នៅវីដេអូប្រភេទថ្មីដើម្បីជជូនទៅដល់មិត្តដែលកំពុងតែទស្សនានៃការ live ក៏ដូចជាអ្នកដែល follow នៅលើpage ថ្នោត live មួយនេះព្រោះដោយសារតែ admin ចង់ចែករំលែកនៅបទពិសោធន៍ថ្មីៗទៅជាមួយប្រភេទកីឡាទីតាំងថ្មីក៏ដូចជាកម្មវិធីផ្សេងដែលមាននៅក្នុងប្រទេសកម្ពុជារបស់យើងណាអញ្ចឹងព្រោះដោយសារតែដូចស្ដែងដូចក្នុងថ្ងៃនេះអញ្ចឹងគឺ admin បានលើកយកនៅទីតាំងមួយកន្លែងដែលជាប្រភេទកីឡាទឹកដែលបានបង្កើតមកពេល7-2 ឆ្នាំហើយពាក់ព័ន្ធជាមួយនឹងការបង្កើតនេះក៏គាត់មាននៅសាខាជាច្រើនដែរដោយសម័យគឺគាត់មាននៅ5សាខាមកហើយដែលកំពុងតែបម្រើទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញចឹងឥឡូវនេះតើអ្នកទាំងអស់គ្នាដែលកំពុងតែទស្សនានេះគឺទទួលបានបទពិសោធន៍ខ្លះព្រោះដោយសារតែ admin ក៏ឈានដល់ការបិទនៅវីដេអូ live នេះផងដែរពីព្រោះដោយសារតែ admin បានចែករំលែកក៏ដូចជាបានសម្ភាសទៅដល់អ្នកដែលគ្រប់គ្រងនៅក្នុង club Weekend Fit មួយនេះគាត់បានចែករំលែកនៅបទពិសោធន៍ជាច្រើនទាក់ទងជាមួយនឹងការដែលទទួលភ្ញៀវក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលមកហាត់កីឡាហែលទឹកនេះហើយ admin ក៏បានសម្ភាសនៅគ្រូបង្វឹកផ្ទាល់ដែលគាត់មានបទពិសោធន៍ជាច្រើនឆ្នាំគាត់ក៏បានចែករំលែកនៅបទពិសោធន៍នៅក្នុងការបង្ហាត់បង្រៀនកូនសិស្សក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលមកហាត់កីឡានៅទីតាំងនេះផ្ទាល់ផងដែរហើយបានបញ្ជាក់ថា
ពួរប្រជាពលរដ្ឋដែលជ្រើសរើសនៃការហាត់កីឡាហើយទឹកមួយនេះគឺមានផលវិបាកផ្សេងៗគ្នាប៉ុន្តែគាត់ក៏មានទិញដេញក្នុងការបង្ហាត់បង្រៀនផ្សេងៗទៀតដែរប៉ុន្តែគាត់មានទិញដេញខ្ពស់ក៏ដូចជាបច្ចេកទេសខ្ពស់នៅក្នុងការបង្ហាត់បង្រៀនគាត់បើទោះបីជាលំបាកគាត់ប្រើនៅទិញដេញដើម្បីបង្រួបទៅលើអ្នកដែលជួបផលវិបាកហ្នឹងគឺដើម្បីឲ្យមកងាយស្រួលដូចអ្នកធម្មតាវិញហើយឥឡូវនេះការ live របស់យើងក៏បានបិទដែរពីព្រោះដោយសារតែ admin ឃើញថាមេក៏ចាប់ផ្ដើមងងឹតជាបណ្ដាផងដែរអ្នកគ្នាចាំជួប admin នៅវីដេអូក្រោយៗទៀតបាយបាយ